ជាឱកាសល្អណាដែលយើងបានកើតមកជាមនុស្សហើយយើងបាននៅរស់ណាឆ្លងរួចពីសម័យលោកប៉ុលពតអីហ្នឹងមកហើយបានមករស់ដល់សប្តាហ៍ពុទ្ធបរិស័ទអីហ្នឹងយើងគួរសប្បាយចិត្តត្រង់ឲ្យថាយើងបានជីវិតប្រើប្រាស់នៅក្នុងបត្រៃសរណគមយើងមានសទ្ធាមានសិលសត្តៈចាគៈបញ្ញាហ្នឹងឯងជាឱកាសដែលយើងកម្ររកបានណាកម្រហើយយើងដឹងពីគុណនៃបត្រៃសរណគមណាពុទ្ធังសរណង្ឆាមិធម្មំសរណង្ឆាមិសង្ឃังសរណង្ឆាមិហ្នឹងក្រៃលែងជាងសមាបត្តិ8លោកីអភិញ្ញាដែលអត់មានបត្រៃណគមនឹងទៅទៀតត្រៃណគមនេះណាជាសម្បត្តិក្រៃលែងជាងភព3ជាបាតនៃលោកតរៈធัวក្នុងអដ្ឋថាសលេកសោតហើយយើងធ្វើទានជាមួយអ្នកមានបត្រៃណគមផងគ្នាហ្នឹងក្រៃលែងជាងពើទានជាមួយតបោះអីសីបានសមាបត្តិ8អឡារៈតបោះឧតកៈតបោះអីហ្នឹងមានគុណមិនស្មើពុទ្ធបរិស័ទយើងដែលមានបត្រៃណគមមិនតាន់បូកសិល5ចូលផងមិនចាំបាច់ពោលដល់ទៅសិលបព្វជិតទេយើងសប្បាយចិត្តនឹងធ្វើទានហើយមានចរិយាសិលចារិតសិលអបជាយណៈវិយាវច្ចៈអីហ្នឹងការដែលយើងប្រព្រឹត្តដោយកាយដោយវាចាដើម្បីឲ្យអ្នកដទៃបានទីក្តីសុខហ្នឹងអាហ្នឹងហៅចារិតសិលតែប្រព្រឹត្តអីទៅដោយកាយវាចាឲ្យអ្នកដទៃបានទីក្តីសុខហ្នឹងឯងហើយបើយើងវាចាទោសវាចាបាបអានឹងហៅវិរតសិលហ្នឹងឯងការដែលយើងប្រព្រឹត្តដោយកាយវាចាឲ្យអ្នកដទៃបានទីក្តីសុខឲ្យភាពប្រសើរពងពោះអីទាំងអស់ហ្នឹងណាវិយាវច្ចៈអបជាយណៈហ្នឹងចូលក្នុងចារិតសិលអាហ្នឹងយើងគួរប្រើដៃប្រើជើងឲ្យអ្នកដទៃបានទីក្តីសុខហើយអ្នកដទៃបានដីសុខយើងបានបុណ្យជាទីពឹងក្នុងជីវិតយើងមិនដឹងជាថាត្រូវពឹងអីទៀតយើងពឹងមេត្តាបិតាអីហើយតែយើងនឹងចាកលោកនឹងទៅវាត្រូវទៅសល់តែបុណ្យតែប៉ុណ្ណឹងទេសយ៉ាងកតានិបញ្ញានិបុណ្យដែលយើងបានធ្វើដោយខ្លួនឯងនឹងឯងតាំងមិត្តតាំងសម្រាយកាំងគឺជាមិត្តល្អក្នុងដំណើរជីវិតត្រួតត្រងបដិសន្ធិវិញ្ញាណមិនឲ្យធ្លាក់ចុះទៅកាន់ទីតុកទីទាបហើយជាឧបនិស្ស័យបានសម្រេចលោកតរៈធัวរួចផុតចាកទុក្ខទាំងពួងហ្នឹងឯងហ្នឹងយើងមានទ្រព្យសម្បត្តិអីតិចច្រើនអីយើងធ្វើប្រាថ្នាវិវត្តដាក់ព្រះនិព្វានហ្នឹងទៅជាសម្មាបដិបទាក្នុងបដិបទាសូត្រព្រះអត្ថកថាណាទោះជាបន្លែមកក្តាប់ហ្នឹងឯងជែកមួយស្និតស្វាយមួយអញ្ចឹងយើងប្រាថ្នាវិវត្តដាក់ជាសម្មាបដិបទាគ្រាន់តែសម្មាបដិបទាឆ្ងាយមិនមែនដូចជាអរិយមគ្គប្រកបដោយវិបស្សនាហ្នឹងគឺចិត្តនិរោធព្រះនិព្វានដែលជាផលដែលយើងនៅក្នុងសម្មាបដិបទាឆ្ងាយព្រោះត្រូវសន្សំឆ្លងភពជាតិកំណើតក្នុងដំណើរឲ្យបានទៅដល់ព្រះនិព្វានគឺនិរោធហ្នឹងណាហ្នឹងហើយនឹងប៉ុន្តែព្រះអត្ថាលោកប្រាប់ជាសម្មាបដិបទានឹងឯងចឹងនឹងដែលមាននិរោធជាផលហ្នឹងសម្មាបដិបទាហ្នឹងណាព្រះអង្គប្រកាសសម្មាបដិបទាហ្នឹងគឺកម្មយកនិរោធជាផលហ្នឹងហ្នឹងឯងចឹងយើងអាចសន្សំសំចៃយើងមិនបរិភោគមិនទទួលទានអីមិនចាយវាយអីសំទុកដាក់ធ្វើទានអញ្ចឹងទៅយើងឆ្លងកាត់ដំណើរជីវិតមកយើងវាធ្លាប់ណាស់ហើយអាហារភោជនឆ្ងាញ់មាត់អីយ៉ាងណាឬក៏អាហារថ្លៃអីយ៉ាងម៉េចគ្រឿងប្រើប្រាស់អីហ្នឹងយើងសម្លៀកបំពាក់ល្មមសមរម្យយើងចាំបាច់ថ្លៃអីទៅណាដោយអ្នកមានឋានៈ
បនស័កមុខមាត់ចូលពិធីការធំដុំអីចឹងទៅក៏អលង្ការដើម្បីដូចថានៅក្នុងលោកធម៌ណាវាប្រៀបធៀបគ្នាអីទៅតាមនឹងចំណាយទ្រព្យសម្បត្តិច្រើនដើម្បីបង្អួតបង្អគ្នាឬក៏ការប្រៀបធៀបគ្នាហ្នឹងរថយន្តយានចក្របនស័ករិទ្ធអំណាចអីចឹងទៅអីដែលយើងចាស់ឆ្លងកាត់រឿងទាំងអស់ហ្នឹងមកក៏ទោះបីតែស្បែកជើងគ្រាន់តែល្មមកុំឲ្យតែប្រឡាក់ដីកុំឲ្យតែជន់ថ្មមុតជើងបលាអីណាហ្នឹងឯងមកសរាប់ប្រហែល 5,000 10000អីចឹងទៅស្រាលទៀតគេធ្វើជ្រោញម៉ាស្សាបាតជើងទៀតអីផ្លេចនៅកន្លែងបន់ទៀនអីទៅណាក៏មិនស្ដាយអីហ្នឹងហើយទុកឲ្យអ្នកនៅនឹងវត្តអីហ្នឹងបន់ទៀនអីហ្នឹងប្រើប្រាស់អីតាមហ្នឹងទៅហ្នឹងហើយយើងរកទៀតបានអីទេ 5,000 10000 រៀលអីមកសម្រាប់អីចឹងហ្នឹងគ្រាន់តែនិយាយពីថារបស់ដែលប្រើប្រាស់បានមិនចាំបាច់យើងថ្លៃអីទៅពិសេសដោយម៉ូតដោយម៉ាអីទៅទេតែណាយើងមកសប្បាយចិត្តក្នុងការដែលកសាងកុដិសាលាព្រះវិហាររបងខ្លោងទ្វារទំនប់មរងបច្ច័យ4ដល់ព្រះសង្ឃដើម្បីបូជាព្រះសាសនាដែលព្រះពុទ្ធអង្គបំពេញអភិនិហាបារមីបានត្រាស់ដឹងមកមានពធัวជាព្រះសាស្តាជំនួសព្រះអង្គហ្នឹងមកដល់សប្តាហ៍ថ្ងៃហើយយើងរួមគ្នាដើម្បីថែរក្សាព្រះសាសនាហ្នឹងទុកតទៅមុខទៀតណាវាត្រូវតាក់ទងនឹងបច្ច័យ4ហ្នឹងហ្នឹងឯងព្រះសង្ឃមានឱកាសធំទលំទលាយណាដើម្បីសិក្សារៀនសូត្រហ្នឹងហើយយើងរវល់កូនចៅកិច្ចការងារទៅរកទូទានចាំជីវិតមិនសូវបានរៀនសូត្រអីទេអញ្ចឹងវាមានរឿងខ្វល់ផងចិត្តកំណត់ហ្នឹងវាចិត្តតែមានរឿងឲ្យខ្វល់ទៅរៀនធម៌មិនចូលប៉ុន្តែយើងអាចថារៀបចំវេនហ្នឹងឯងរណោចខ្នើតអីរហូតកាន់បិណ្ឌអីចឹងទៅទំនប់មរងដាក់បាតប្រសង់ប្រសង់វត្តលួងវិលយើងពីដើមមុនសម័យលោកប៉ុលពតហ្នឹងមុនបិណ្ឌតែពេលព្រឹកទេម៉ោង7ព្រឹកអីហ្នឹងមុនហើយអត់តែមុនបិណ្ឌថ្ងៃត្រង់ទេហើយខ្ញុំណានៅតូចអត់ដឹងស្មានតែលោកបិណ្ឌបាតហ្នឹងបានតែព្រឹកទេថ្ងៃត្រង់លោកមិនបិណ្ឌទេលោកឆាន់ទៅតាមផ្ទះតាមវត្តអីចឹងហ្នឹងហើយម៉ោង2ឃើញលោកមុនបិណ្ឌតែព្រឹកហើយម៉ែខ្ញុំណាហ្នឹងដាក់បាតលោកទៅរហូតក្រោយមកបងស្រីបង្ខឿនអីហ្នឹងគាត់នៅផ្ទះគាត់អត់បានសមាទានសិលទេណាក្រណាភូមិស្រុកយើងហ្នឹងមិនងាយមានអ្នកសមាទានសិលគ្រាន់តែថាសម្បត្តវិរតេហ្នឹងឯងត្រូវអាណិតសត្វអីមិនសម្លាប់អីហ្នឹងចឹងទេប៉ុន្តែឲ្យសមាទានថាបាណាតិបាតាវេរមណីមិនងាយមានទេហ្នឹងឯងបានដើម្បីឪពុកខ្ញុំណាហ្នឹងជាប់សិលហើយសិលគាត់បូមទឹកស្រោចក្រូចនៅចំការហើយចំការជើងឲ្យមានដំបងជើងបូមទឹករីងទៅគាត់អង្គុយមើលកូនគាត់ចាប់ត្រីហ្នឹងឯងអាហ្នឹងប៉ុណ្ណឹងដើម្បីថាគាត់កាន់សិលហ្នឹងឯងបួសនៅលងវិលហ្នឹងដែរហ្នឹងឯងហ្នឹងមិនងាយមានសិលហើយណែនាំឲ្យប្រពន្ធកូនអីកាន់សិលអីដែរអត់ទេម៉ែមកផ្សារលងវិលទិញត្រីរស់ទៅស្លទៅគាត់ផ្សារដែរទៅហ្នឹងឯងប៉ុណ្ណឹងដូចថាគាត់ចេះរក្សាតែខ្លួនគាត់ហ្នឹងឯងហើយយើងទៀងផ្ទាត់ទៅមិនមែនដូចថាព្រោះល្បីប៉ុណ្ណឹងគ្រាន់ហើយនោះដល់ចឹងទៅនៅតែប៉ុណ្ណឹងទៅហ្នឹងឯងបូមទឹកអីហ្នឹង
รีนtới con cho chập đây ấy chẳng tới thơm hộp thì ấy có xa đại thôi ấy bây giờ nào sắp ngày tới để dân bạn đăng cho bà tới mình còn tệ mình sầm lạp đây luôn anh thế chui này nòm trong cua xa đó thì gì và mấy con ấy nâng hay phải sân bà nông tiền nâng tự tinh tray ruột sầm lạp muôn lạp tray ấy mà thơm mà hốp dân lên rồi ta nâng cứ chia cầm rất sel đểประกอบដោយសទ្ធាបញ្ញាធ្វើឲ្យចេតនាសិលវិរតិសិលហ្នឹងមមតំឡើងណាដោយសារយើងបានពធัวស្ដាប់ច្រើនពីដើមមិនសូវមានពធัวណាហ្នឹងហើយផ្សាយតាមវិទ្យុជាតិអីមិនសូវមានដែរហ្នឹងហើយមកសិលអីមានខ្លះអីតិចតួចអីទៅទេយើងសប្ងៃសម្បូរហ្នឹងប៉ុន្តែសប្ងៃវាចែកជាពីរយ៉ាងវាដាច់ពីគ្នាឆ្ងាយកូនចៅយើងដែលមានមេត្តាបិតាណែនាំទៅគាត់កម្មសិលខ្លួនគាត់ហើយមិនមែនគ្រាន់តែខ្លាចបាបទេណាតែមានកល្យានធัวដូចថាបាណាបាតាវេរមណីមានមេត្តាករណាទៅទៀតអត្តនេទានាវេរមណីមានសម្មាជីវោទៀតកាមេសុមិច្ឆាចារៈហ្នឹងវេរមណីសិលហ្នឹងណាមានសន្តោសទៅទៀតមុសាវាទេវេរមណីមានសច្ចៈទៀតសុរាមេរយៈមជ្ជបមាតថានាវេរមណីហ្នឹងមានការសិក្សាពធัวសន្តានាស្ដាប់សាកសួរមានសតិទៅទៀតគេថាគូនៃកល្យាណធัวហ្នឹងប៉ុណ្ណាហ្នឹងហើយយើងឃើញកូនចៅក្មេងៗឲ្យច្រើនសប្ថ្ងៃហ្នឹងមានទាំងនិច្ចសិលមានទាំងអបោសតសិលស្ដាប់ធัวរៀនធัวអីផ្សេងភាសាយើងពីដើមទៅមានឯណាអ្នកស្រុកអ្នកភូមិអីមានការរៀនអីដូចយើងសប្ថ្ងៃតាមនៅផ្ទះអីរៀនទៅអ្នកគ្រូបល័យអភិធម្មអីលោកគ្រូគុណចាស់អីហ្នឹងហាត់រៀនទៅមានម៉ោងរៀនរកពេលម៉ោងទំនេរអីយប់អីចឹងទៅហ្នឹងហើយអាចបង្រៀនលោកគ្រូសុជាហ្នឹងក៏បង្រៀនដែរយប់ហ្នឹងហើយរៀនបល័យបង្រៀនអីចឹងទៅហ្នឹងហើយហ្នឹងគឺការបង្ហាត់បង្រៀនលោកម្ចាស់ចាក់ផ្សាយចឹងទៅពធัวអីហ្នឹងគឺបានឃើញច្រើនទាំងក្មេងមកទានសិលដាប់ពធัวរៀនពធัวហ្នឹងហើយដល់ទៅអ្នកដែលអត់បានខ្សែគប់មួយពធัวខ្សែគប់ខុសទៅវាច្រើនទៅដោយវត្ថុសម្ភារៈចម្រើនទៅដោយកាមគុណហ្នឹងក៏ប្រព្រឹត្តទៅក្នុងរឿងលេះលោះគ្រឿងញៀនអីចឹងទៅឬក៏បាបកម្មការសាហាវអីផ្សេងក៏ខ្លាំងទៅដែរហ្នឹងហើយឃើញឃ្លាតគ្នាឆ្ងាយហើយចាស់យើងពីដើមទោះជាមិនបានសមាទានសិលមែនប៉ុន្តែមិនកាចមិនសាហាវអីទេមេត្តាករុណាអីតាមហ្នឹងហើយឃើញសត្វអីអាណិតអីវាចាមិនសម្លាប់ណាដែលមិនត្រូវសម្លាប់ណាហ្នឹងហើយប៉ុន្តែមហូបអាហារអីចឹងត្រូវចាប់ត្រីចាប់អីបាញ់សត្វបាញ់អីក៏មានតាមហ្នឹងចឹងទៅហ្នឹងហើយមាននៅក្នុងបញ្ញវេរាហ្នឹងណាដូចបាណារិបាឬក៏មុសាវាទអីនិយាយមិនបានតាំងចិត្តថារក្សាសិលកុំនិយាយកុហកកុំឲ្យមានវិជ័យទុច្ចរិតហ្នឹងវាអត់បានសមាទានណាហ្នឹងឯងត្រូវនិយាយកុហកអីចំការកុហកក្មេងអីឆ្មាអោងលួងក្មេងអីចឹងណាហ្នឹងអត់បានគិតថា
កុំកុហកគឺបីតែក្មេងតូចក៏ដោយវាអត់បានសមាធិណាត្រូវកុហកក៏កុហកទៅហ្នឹងឯងត្រីងៀតអាំងមកអញស៊ីកតុយអាហ្នឹងចេះហែលទឹកហ្នឹងកាប់អំពៅអីស៊ីចុងអំពៅអាហ្នឹងចេះហែលទឹកកុហកហ្នឹងហើយហើយពីដើមយើងមិនរបូរមហូបអីណាសឡមួយចានមួយគ្រួសារហ្នឹងត្រីងៀតមួយកតុយអីចឹងទៅហើយមិនឲ្យទូទានត្រីអីធំអីទៅណាបិចទូចបាយនោះឲ្យច្រើនទៅឆ្អែតទៅញ៉ាំត្រីច្រើនកើតតានវាអាចកើតមែនដែរបើថាវាមិនចេះតែកើតអីទៅអញ្ចឹងវាកុហកថែមទៅទៀតទៅអាហ្នឹងគឺចង់លើកថាវាអត់បានប្រយ័ត្នពាក្យសម្ដីហ្នឹងឯងមិនជាបាបកម្មពីវិរិយអីទៅណាណីទេវាគាត់ថាដល់តែអត់សិលយើងវាសង្វេគត្រង់ថាវាអត់បានសមាធិសិលហ្នឹងហើយហើយក៏មិនទៅពិសាស្រាអីណានៃអីមានអ្នកសវឹងមួយឡូឡាតាមផ្លូវអីហ្នឹងមកភូមិមានម្នាក់អីចឹងទៅទេហ្នឹងឯងហើយក៏មិនមានទៅណាស្រាវិយាណាក៏ក្រឹកក៏ក្រែងដោយសពថ្ងៃក្រឹកក៏ក្រែងសបើមកគ្រឿងសវឹងហ្នឹងប៉ុន្តែចាស់យើងពីដើមគាត់មិនពិសាស្រាជាប់លាប់អីចឹងប៉ុន្តែពេលដូចថាឆ្លងទលេអីខ្លះក៏គាត់ពិសាអីចឹងទៅដូចថាត្រូវការកម្ដៅអីចឹងណាស្រាថ្នាំស្រាអីហ្នឹងត្រាំថ្នាំតាមអីនេះនៅតាមនិយមតាមចឹងទៅហើយប្រកាត់ភ្លើងឆ្អើអីហ្នឹងចឹងហ្នឹងហើយចាស់ខ្ញុំណាគ្រាន់តែរំលឹករឿងយើងមកសប្ថ្ងៃមានការសែបគប់ក្នុងពធហ្នឹងដោយសារសម័យយើងរួចពីលោកពួតហ្នឹងមានបត្រៃបីដកទេមុនសម័យលោកពោតហ្នឹងសង្គ្រាមហ្នឹងបត្រៃបីដកខ្មែរយើងទៅតែប្រែរួចមួយឆ្នាំអីហ្នឹង1970ហ្នឹងដល់សម័យសង្គ្រាមត្រៃបីដកទៅតែប្រែហើយដង្ហែអីហើយហ្នឹងមានតាន់បានសបផ្សាយអីទៅណាដល់រួចពីសម័យលោកពួតមកហ្នឹងបានយើងសបផ្សាយត្រៃបីដកហ្នឹងហើយមើលពុទ្ធសករាជ2500ជាងហើយហ្នឹងយើងមកសប្ថ្ងៃហ្នឹង2570ហ្នឹងជាសម័យកាលដែលទៅតែផ្សព្វផ្សាយត្រៃបីដក20-30ឆ្នាំហ្នឹងក៏ក្រឹកក៏ក្រែងហ្នឹងអស្ចារ្យសម័យយើងសប្ថ្ងៃហើយមានសម័យព្រះអត្តកថាទៀតហ្នឹងឯងចឹងគឺគួរឲ្យយើងរីករាយក្នុងជីវិតដែលយើងបានមកជួបហើយបត្រៃណគុំដោយរំលឹករួចហើយថាក្រៃលែងជាងសមាបត្តិ8រូបឈាន4អរូបឈាន4លោកយៈអភិញ្ញា5នឹងទៅទៀតគួរឲ្យយើងសប្បាយប៉ុណ្ណាហើយយើងមានសិលទៀតហ្នឹងហើយហើយមកស្រុកកំណើតអញ្ចឹងនិយាយពីកំណើតនៅក្នុងផ្ទៃនៃមេត្តាដើម្បីប្រៀបធៀបនៅក្នុងសេចក្តីនៃព្រះធម៌ហ្នឹងបើយើងមានផ្ទះច្រើនណាស់ខ្ញុំណានឹកគិតម៉ែប្រមូលទៅថាផ្ទះ4ទៅចុះមួយផ្ទៃនៃមេត្តានឹកមកតាមផ្លូវសេដាម៉ាហូមដែរតែសេមិនតាន់បានរួចណានៅក្នុងផ្ទៃនៃមេត្តាហ្នឹងក៏ចាត់ទុកថាជាផ្ទះក្នុងន័យប្រៀបទៅណាហ្នឹងប្រៀបមកក្នុងពធហ្នឹង
chẳng triệp thì riêng để dân miền sal là ngày chế tê mùi tầm khăn này dân nơi nông tây này miệt đà không để xa cô nâng cây lên nè đời prum ở here là thua là ọt thuần bây giờ ấy thì ra bọt ấy nâng dần na ha bỏ phô bị sai ấy nâng cứ thân nước côn nâng này còn ai lùm bạ côn ở nông tây nâng ở bục nâng khoăm prăng hiệp ta họp thơ ca mền tên làm vậy bàn trả mà chầm thể gì hay nục rong bọt nâng nợ pê để cao mau tới ca trả chầm bày bạch mơ thai dương vì đám sọc sài ấy bao tệ thực đo mai nó cột màu sọc ngày nó miền bao thực đo cô ấy chẳng thấy kịp xăm đã vitamin đại tới cột nâng chấm nuôi sọc một hiệp là chla ấy tam nâng ấy á chẳng thấy chấm này bạ chra hơn đọc ngày rồi là cột muối cột pi nó xong là thả sài rô chấm này bạ chra nó nâng nơi tam thì krong ấy nâng nông bình ấy nâng chấm này chra nó đang thì khao thực nôm ấy nâng có tới chấm này bạ nâng nó tê là lòng từ lệ nâng tới chấm này bạ chra nó hơi tới chấm cồn màu nâng nâng đào tập về tí tí cứ dừng nơi lơ phơi mà ấy nhầm là nực thà chia về mùi đai rồi dừng tay để nơi lơ phơi tầng pi bỏ quạt hay bao đọt mài nằng hay nằng về tí bay có đòi vì here là thua mày ơi nâng khom prăng hot nơi thôi kịch cả nghe dân bàn có mà rây ấy nâng chụp cười lơ phơi nó tân ta thà nơi nông tia cứ vì hè là thua bỏ miệt đa bị đa nâng hay sắc xa riêng sô nơi xà lai ấy nâng chân tới nâng có chếp tia đòi vì here là thua đó không răng trai hot nơi miệt đa bị đa khá có thư ca ông ra cái si chnuol cái ấy chẳng tơ năng này chùa ro đỏ stung cặp có ấy tam nâng ai tha cái sẽ đây cái thai ai khá tới có khom trom ọt thuần tới ở bàn cả nghe thuê nhiều cầm rai mà chém dân cái cồn năng chẳng thờ mình miền mua đọ ấy nàn đây rồi mà ở dân sọc sài ấy năng miền xoa đây ấy khla tia ấy năng cồn tràn từ tiết năng này bàn tay mua đọ sầm khăn đây dân miền phê chỉ chia về đầy chơi nè chỉ vật nè năng complex năng mua đọ tầm khăn rồi đây năng cả này nom ọp rôm ở dân cả mau không bụi buông buông từ cô slot boat chẳng tê khai ca chuột và cây tọt tên năng mình vẫn co rương ấy hiện từ chuột từ ấy thế là ngày cái mùi nè là tây ấy năng đầm bay ra xa sọc ấy chẳng thế nắng sạch từ mai ơi dân đau phần đa bằng hạt bằng riêng mà hay năng ngày lời ca bộ rất bỏ quạt năng chia ông cùng ru dân có hai đặc cắt tam mai ơi năng hay sắc xa riêng sốt bàn chùm này chết đằng ấy chẳng dân bằng prai ấy nó sạch mua được đọ
ជីវិតមរតកចំណេះចេះដឹងអត់ពីគាត់ទៅយើងបានចំណេះចេះដឹងហ្នឹងបានជីវិតហ្នឹងគុណចាស់រហូតដល់ទៅចូលកាន់ប្រភ្នោះបានទៀតហ្នឹងបើមិនអាស្រ័យមរតកពីញោមពុកញោមម៉ែមកទេធ្វើម៉េចបានប្រភ្នោះដល់គុណចាស់បួសទៅឃើញតម្លៃនៃជីវិតគឺសិលសមាធិបញ្ញានេះរឹងរិតតែឃើញតម្លៃនៃការមានជីវិតហ្នឹងបើអត់មានជីវិតយើងធ្វើម៉េចបានដឹងខ្លឹមសារនៃពុទ្ធសាសនារហូតដល់ទៅវិមុតតិរោះហើយដែលមានជីវិតគឺតេតួងនឹងញាតិញោមទំនុកបំរុងនឹងឯងចង្ហាន់បិណ្ឌបាតត្រៃជីវរកត់សាលាព្រះវិហារបងខ្លោងទ្វាឆ្នាំគិលានភេសជ្ជៈអីហ្នឹងឯងហើយញោមពុកញោមម៉ែហ្នឹងញាតិហ្នឹងបុព្វការីទាំងអស់ហ្នឹងហ្នឹងឯងដែលយើងនឹករលឹកឃើញគុណហើយជាទូទៅដល់ទៅយើងឃើញតម្លៃនៃជីវិតដែលយើងអាចប្រព្រឹត្តព្រមចរិយធម៌បានធ្វើសេចក្តីល្អឲ្យខ្លួនឯងបានអញ្ចឹងយើងអត់ចាំបាច់ទៀមទាស្អីទីអ្នកអតីអីតប៉ៃតិចតួចអីទេគ្រាន់តែអ្នកដតីអត់បានសម្លាប់យើងនឹងអរគុណហ្នឹងហើយយើងចាត់ទុកថាអ្នកដតីនឹងល្អសម្រាប់យើងហើយទោះជាត្រឹមតែពោលស្ដីថាអីនិន្ទាអីចឹងណាអត់អីទេហ្នឹងហើយប៉ុណ្ណឹងអត់អីទេគាត់ថារួចទៅសឹងតែថាធូរពោះគាត់កុំតែយើងតទៅបញ្ចប់ត្រឹមយើងហ្នឹងឯងចឹងឲ្យរឿងហ្នឹងវាបញ្ចប់នឹងយើងហ្នឹងហ្នឹងឯងអាហ្នឹងវាតែមានហើយរឿងមនុស្សទាំងអស់ហ្នឹងណាដែលគេមិននន្ទាហ្នឹងវាអត់មានទេណដ្ឋិលោកេអនិន្តិតោព្រះពុទ្ធអង្គម្ដែងក្នុងវិគាថាធម្មបទរឿងអតុលៈបាសនមនុស្សដែលគេមិននន្ទាក្នុងលោកហ្នឹងវាអត់មានទេព្រមបីតែមិនមែនមនុស្សផងព្រះអាទិត្យប្រច័ន្ទអីហ្នឹងយើងថាអូភ្លឺល្អក្តៅហាលអស់ហាលសម្លៀកបំពាក់ឆាប់ស្ងួតអ្នកខ្លះគេថាក្តៅអីក៏ក្តៅម្លេះអញ្ចឹងដែរហើយប្រច័ន្ទហ្នឹងយើងអូភ្លឺតិចតិជុំប្រសង់ចង្ក្រមអីទៅក្នុងទីវាលហ្នឹងឯងមโนរមដោយពលឺប្រច័ន្ទហ្នឹងហើយចោលនោះគេថាភ្លឺរត់តែអញទៅលួចមិនបានហ្នឹងហើយវាភ្លឺទៅលាក់ពួនអីវាមិនបានណាគេមើលឃើញតាមពលឺប្រច័ន្ទអីហ្នឹងចង់តែងងឹតអីចឹងទៅគេនិន្ទាសំបីតែប្រច័ន្ទហ្នឹងហ្នឹងក៏ក្នុងន័យប្រៀបត្រង់ឲ្យថាមនុស្សយើងឲ្យជាទីគប់ចិត្តនៃមនុស្សទាំងអស់គ្នាអត់បានទេតោះតែយើងដឹងបានយើងបន្ធូរអាការតានតឹងមិនបានជាអ្នកអតីមិនចូលចិត្តយើងមិនបានជាអ្នកអតីហ្នឹងមិនរាប់អានយើងមិនបានជាអ្នកអតីហ្នឹងនិន្ទាស្ដីថាយើងមិនបានស្អប់យើងអត់បានទៅធ្វើអីគាត់សោះហ្នឹងហើយហ្នឹងដែលសិតតែមានហេតុឧបនិស្សយបច្ច័យហ្នឹងហ្នឹងឯងជួនកាលយើងនិយាយអីណានៃចឹងទៅយើងនិយាយតាមពធហ្នឹងក៏ដោយពាក្យពិតពាក្យមែនប្រកបវិជាពុទ្ធិកាហ្នឹងក៏ដោយក៏អាចធ្វើឲ្យអ្នកអតីតោះចិត្តដែរថាយើងស្ដីថាអីឲ្យគាត់ចឹងទៅហ្នឹងហើយទាំងដែលយើងអត់បានដឹងខ្លួនអត់មានបំណងថាឲ្យគាត់ផងអ្នកនេះអ្នកនោះអីផងហ្នឹងអាហ្នឹងវាមានអញ្ចឹងហ្នឹងហើយជួនកាលក៏ដូចថាលេចធ្លោអីរឿងអីចឹងទៅវាមានភាពតែដែតឡើងល្បីអីចឹងទៅក៏អាចជាការរអាក់រអួលដល់អ្នកដតីវាមានអញ្ចឹងជួនកាលវាមានកម្មពីជាតិមុនមកគ្រាន់តែឃើញរូបគ្រាន់តែឮសម្ដីនោះខ្នាញ់អញ្ចឹងទៅអាហ្នឹងជាធម្មតាក្នុងលោកហ្នឹងរឿងរបស់លោកហ្នឹងគឺលោកអញ្ចឹងយើងមកក្នុងលោកហ្នឹងដើម្បីរៀនពីការពិតហ្នឹងមិនមែនមកគ្រប់គ្រងងួងហែងទេមករៀនឲ្យចេះហើយបានយើងទៅនិព្វានបានតើតែចេះទៅបានយើងមិនប្រកាន់ហ្នឹងឯងគឺព្រះនិព្វានមិនប្រកាន់ដោយអរិយមគ្គបើតើយើងឃើញធម្មតាធัวអញ្ចឹងដូចយើងដឹងថាយើងមានអ្នកស្រឡាញ់មានអ្នកស្អប់ហ្នឹងហើយមានអ្នកសរសើរមានអ្នកនិន្ទាជាធម្មតា
យើងដឹងថាវាត្រូវតែមានអញ្ចឹងសម្រាប់ជីវិតយើងហ្នឹងដែលយើងដឹងថាមានអញ្ចឹងយើងមិនបានចាប់ប្រកាន់ទៅលើអ្នកដទៃធ្វើអីមិនគួរក៏បីដាក់យើងទេវាតាក់ទងទៅនឹងចិត្តចេតសិករូបព្រះអភិធម្មហ្នឹងដែលមានក្នុងអ្នកដទៃហ្នឹងហើយនឹងចិត្តចេតសិករូបខ្លួនយើងជាពិសេសយើងហ្នឹងវាមានវិបាកកម្មណាអកុសលវិបាកណាឃើញឬដឹងក្លិនដឹងរសដឹងផតពៈមិនល្អហ្នឹងហើយក្នុងអ្នករតីហ្នឹងចិត្តចេតសិកវាមានជាអកុសលសំក្នុងសន្តានពីវរាអីមកអញ្ចឹងទៅយើងមើលដូចព្រះទេវទត្តមួយនឹងព្រះដ៏មានពភាអីអញ្ចឹងហើយជាប់ការចងពីមកអញ្ចឹងហ្នឹងហើយអាហ្នឹងវាជារឿងក្នុងជីវិតហ្នឹងវាតែមានសេចក្តីទុកអញ្ចឹងបើក្នុងលោកហ្នឹងវាចិត្តតែសនុកសុខស្រួលតាមចិត្តហ្នឹងចាំបាច់ពុទ្ធបានត្រាស់ទៅអីពុទ្ធបានត្រាស់ទៅក៏អត់មានតម្លៃអីសម្រាប់នោះទេវតាបើគេចង់បានអីក៏សុខស្រួលនៅក្នុងភពអីហ្នឹងព្រះអង្គត្រាស់ដឹងមកធ្វើអីមកនាំឲ្យគេទៅនិព្វានអីបើគេសម្គាល់ក្នុងលោកហ្នឹងសុខហើយហ្នឹងហើយប៉ុន្តែដែលពុទ្ធព្រះអង្គមានតម្លៃក្រៃលែងណាស់ហ្នឹងណាមកអំពីអីថាមកអំពីព្រះអង្គដឹកនាំសត្វលោកឲ្យរួចផុតចាកភពហើយដល់ទៅសត្វលោកឃើញទុក្ខទោសក្នុងភពនេះអត់មានអ្នកណាជួយបានទេមានតែព្រះពុទ្ធអង្គត្រាស់ដឹងមកហ្នឹងដល់អញ្ចឹងទៅបានព្រះពុទ្ធអង្គនោះព្រះអង្គលេចធ្លោជាអគ្គបុគ្គលឡើងហ្នឹងឯងចឹងដោយសារតែពុទ្ធបរិស័ទហ្នឹងបានឃើញទុក្ខទោសក្នុងវដ្តសង្សារអត់មានអ្នកណាមកជួយរួចបានទេមានតែព្រះពុទ្ធអង្គត្រាស់ដឹងទៅនៅពធัวមកជាព្រះសាស្តាជំនួសព្រះអង្គហ្នឹងហ្នឹងឯងហ្នឹងនិយាយមកពីរឿងវិហេរធัวរបស់មេដាបិតាហើយផ្ទះទី4ហ្នឹងគឺលំនៅឋានដែលយើងរស់នៅហ្នឹងហ្នឹងឯងចាំទៅបើយើងនិយាយមកនៅក្នុងគុណធម៌ដែលយើងមានសិលណាមានសមាធិមានបញ្ញាមានវិហេរធម៌ដែលប្រព្រឹត្តទៅជាធម្មតាក្នុងជីវិតហ្នឹងហើយយើងក៏បីជ្រាបថាដែលយើងបានបដិសន្ធិជាមនុស្សនេះនៅក្នុងផ្ទៃនៃមេត្តាត្រូវមានការថែរក្សាគួរហ្នឹងឯងបានយើងប្រសូតមកបានណាហ្នឹងឯងអាស្រ័យប្រគុណពោះ9ខែ10ខែអីហ្នឹងចឹងត្រៃលេងណាស់ហើយកុំថាម៉ែឪបង្កើតកូនត្រូវតែចិញ្ចឹមកូនលុបបំបត្តិគុណគាត់ណាហ្នឹងឯងគាត់បង្កើតកូនត្រូវតែចិញ្ចឹមកូនហើយប៉ុន្តែយើងត្រូវឲ្យដឹងថាយើងមកជ្រក់កោននឹងគាត់មិនមែនគាត់ហៅយើងមកឬក៏យើងទៅតែកើតដោយសារឪពុកម្ដាយឪពុកមានវិញ្ញាណម៉ែមានវិញ្ញាណហើយទៅបង្កើតវិញ្ញាណកូនដោយគាត់ពីរនាក់ហ្នឹងកូនហ្នឹងទៅតែកើតក្នុងជាតិហ្នឹងអត់មែនចឹងទេយើងវាមានអវិជ្ជាតណ្ហាមូលនៃវត្តដាក់ខ្លួនយើងចឹងទៅវាប្រសើរណាស់ហើយដែលមានបញ្ញកម្មនេះបញ្ញាភិសង្ខារនេះជាបុណ្យនេះដែលនាំឲ្យមកកើតក្នុងកំណើតជាមនុស្សនេះព្រោះអត់បុណ្យអបាយភូមិទេព្រោះយើងមានបុណ្យហ្នឹងយើងដឹងគុណបុណ្យហ្នឹងទៀតក្នុងអដ្ឋថាមង្គលសូត្រកតញ្ញុតាហ្នឹងគឺដឹងគុណបុព្វការីហើយដឹងគុណបុព្វការីហើយនឹងគុណរបស់បុណ្យដែលនាំឲ្យរួចពីអបាយភូមិមាននរកជាដើមហ្នឹងឯងបានកើតមកជាមនុស្សហ្នឹងឲ្យអរគុណបុណ្យហ្នឹងទៀតអរគុណបុណ្យហ្នឹងគឺយើងអរគុណខ្លួនយើងហ្នឹងឯងព្រោះបុណ្យហ្នឹងគឺបុណ្យដែលយើងបានធ្វើអាហ្នឹងយើងនិយាយដោយបញ្ញត្តិមកគឺអរគុណខ្លួនយើងដែលខំប្រឹងប្រែងបានរួចពីចិត្តសៅមងពេលចិត្តស្លាប់ហ្នឹងណាបានបដិសន្ធិជាមនុស្សហ្នឹងណាយើងប្រកែហ្នឹងណាកុំឲ្យចិត្តតែមើលងាយខ្លួនយើងណាមិនងាយណាព្រះពុទ្ធអង្គម្ដែងគេឆោមមនុស្សបដិលាភោហ្នឹងហើយងាយបានអត្តភាពជាមនុស្សទេយើងឃើញកើនសតិតិមនុស្សបានន័យថាកើតនេះវាច្រើនជាងអ្នកស្លាប់ហ្នឹងហើយ
បានវាកើនឡើងជាង 8,000 លាននាក់ហ្នឹងឯងប៉ុន្តែសត្វច្រើនណាស់ក្នុងអបាយភូមិហ្នឹងយើងរាប់តែសម្ោចមកពួកហ្នឹងគឺច្រើនជាងមនុស្សណានៃហ្នឹងឯងហើយនៅកដោបកឌីនៅមូសនៅរុយអីណានៃចុះរំរំទេឆានស្រុកព្រៃអីនរកប្រែតអីណានៃទៅទៀតណោះហ្នឹងឯងហ្នឹងគឺច្រើនក្រៃលែងទៅណាស់តែយើងកើតមកជាមនុស្សហ្នឹងគឺបានឆ្លងរួចផុតពីអបាយភូមិហ្នឹងដោយសារបុណ្យហ្នឹងរួចទៅបានយើងមកជ្រកកោននឹងមេត្តាបិតាព្រោះយើងមិនមែនឧបបាទិកកំណើតជាទេវតាធំពេញវ័យហើយមានអាហារទឹកអីមិនលំបាកម៉ែឪឯណាយើងជាមនុស្សនេះជាលំពុជៈកំណើតនេះគឺកើតមកនៅទេរៈទេរកាហ្នឹងយើងដឹងហើយមើលគឺសេចក្តីល្អរបស់មេត្តាបិតាទាំងអស់ហ្នឹងគឺជាគុណណាកូនច្រើនណាស់ដែលយល់ថាម៉ែឪបង្កើតយើងមកហ្នឹងត្រូវចិញ្ចឹមយើងមិនបានចិញ្ចឹមឲ្យសមតាមបំណងហ្នឹងខឹងស្អប់គាត់កាត់កាល់គាត់ដាក់ទោសគាត់បៀតបៀនអីគាត់ទៅទៀតក៏តែមានដែរតែការកនុំគុំស្អប់បង្កើតយើងមកមិនមើលថែអីហ្នឹងចឹងទៅហ្នឹងឯងអាហ្នឹងមកអំពីយើងដាក់ភារៈទៅលើគាត់ត្រូវតែចិញ្ចឹមយើងតាមពិតដែលជាសម្មាទិដ្ឋិយល់ត្រូវគឺយើងមកជ្រកកោននឹងគាត់បានបណ្ណាវាតេតួងនឹងបុណ្យរបស់យើងរៀបចំមកផងហើយសេចក្តីល្អគឺតួគុណក្នុងមេត្តាបិតាមានប៉ុណ្ណាគឺជាគុណដែលអត់អាចទៅលុបបានទេគ្រាន់តែថាមានកម្រិតខ្លាំងឬក៏ល្មមអីទៅតាមគុណហ្នឹងណាហ្នឹងឯងប៉ុន្តែយើងអត់មានដាក់ភារៈថាគាត់ត្រូវតែចិញ្ចឹមយើងមិនចិញ្ចឹមគឺជាទោសអត់ទេព្រោះមិនមែនគាត់ហៅយើងមកទេយើងមកជ្រក់កោននឹងគាត់rồiយើងដើរហាលថ្ងៃមកជ្រក់ក្រោមដើមឈើរុះស្លឹកអីខ្លះនៅសល់មួយលុបខ្លះផ្ទះសំណាក់អីយ៉ាងណាអាហ្នឹងគឺយើងធ្វើដំណើរមកហើយត្រូវជ្រក់មួយលុបតាមផ្លូវហ្នឹងប៉ុណ្ណាហ្នឹងឯងមេត្តាបិតាក្រប៉ុន្តែគាត់ខំធ្វើការស៊ីឈ្នួលអីគេចឹងទៅហ្នឹងមិនមានទ្រព្យសម្បត្តិអីច្រើនចែកកូនចៅប៉ុន្តែគុណដែលគាត់ខំប្រឹងប្រែងតម្រាំតែយើងបានជីវិតនៅរស់នេះក្រៃលែងប៉ុណ្ណាបើអត់មានគុណរបស់គាត់ទេយើងធ្វើម៉េចប្រសូតមកបានរស់មកបានហ្នឹងឯងយើងវាចិត្តតែចង់បានអីណានៃចឹងទៅអត់បានដោយបំណងទៅជាមគ្គមិលគុណទៅហ្នឹងអញ្ចឹងឲ្យពុទ្ធបរិស័ទបងប្អូនកូនចៅជ្រាបថាយើងមកជ្រក់កោននឹងគាត់ទេដោយកម្មជាបច្ច័យឲ្យបដិសន្ធិហើយការចិញ្ចឹមបីបាច់មើលថែទាំងអស់តាំងពីក្នុងផ្ទៃប្រសូតមកហ្នឹងគឺជាតួគុណទាំងអស់ហ្នឹងដែលយើងយល់អញ្ចឹងអាហ្នឹងបានសម្មាទិដ្ឋិហើយយើងមកដោយអំណាចវត្តដាក់រៀងអង្គរៀងខ្លួនណាហ្នឹងឯងវាខ្សែនៃវត្តដាក់អវិជ្ជាបញ្ញាសង្ខារាហ្នឹងគឺមួយអង្គម្នាក់ហ្នឹងឯងហើយបដិសន្ធិហ្នឹងវាមានកំណើត4ជាលំបជាកំណើតសង្សេតិជាកំណើតអន្តជាកំណើតឧបបាទិកកំណើតហើយយើងជាមនុស្សអន្តជាកំណើតហ្នឹងណាជាលំពុជាកំណើតហ្នឹងហើយសัตว์អន្តជាពងមន់ពងទាកងោកកងានអីហ្នឹងអន្តជាកើតពីអន្តគឺសុទ្ធណាហ្នឹងហើយជាលំពុជាកើតមកអំពីកំណើតយើងហ្នឹងហើយជាលៈហ្នឹងទឹកណាសំគុំនៅក្នុងផ្ទៃនៃមេត្តាហ្នឹងហើយហ្នឹងគឺកំណើតមាន4ហ្នឹងហើយនៅលើកម្មជាបច្ច័យក្នុងកំណើតទាំង4ហ្នឹងអញ្ចឹងក្នុងការដែលយើងបានជ្រួតជ្រាបពីគុណរបស់មេត្តាបិតាអញ្ចឹងទៅបានយើងមកពិចារណាសីលគុណនេះដែលយើងមានសិលនេះហ្នឹងឯងគឺជាការដែលយើងបាននៅថាតាំងគួរណានៅក្នុងគួរគឺសិលនឹងឯងយើងអប់រំកាយកម្មវិច័យកម្មនឹងឯងឲ្យមានសិលនិច្ចសិលបោសិទ្ធសិលអប់រំដើម្បីឲ្យសិលរបស់យើងបានល្អបានជាបាទជាបតតឋានឲ្យមានសមាធិនឹងឯងអានឹងដូចដែលយើងនៅក្នុងផ្ទៃនៃមេត្តាអញ្ចឹង
អប់រំឲ្យបានប្រសូតមកសិលហ្នឹងចឹងណានាំឲ្យមានអវិបដិសារៈហើយបានបាមកជាណាមានបៃតេមានបស្សទ្ធិហ្នឹងឯងគេតែអប់រំរឿយគង់នៅទៅនឹករលឹកដល់សិលទៅបានសិលជាទីពឹងហ្នឹងចឹងទៅហ្នឹងឯងបានមានសុខៈទៅមានសមាធិទៅហើយមានវិបស្សនាទៅទៀតហ្នឹងឯងដោយយើងកើតមកអញ្ចឹងអង្គុយលើផ្លូវទាំងពីររបស់មេត្តាហ្នឹងមួយដូចសមថៈមួយដូចវិបស្សនាអញ្ចឹងហ្នឹងឯងហើយយើងនៅតូចណាម្ដាយយើងបីដាក់លើដើមទ្រូងដាក់លើភ្លៅបំបៅដោះហ្នឹងហ្នឹងឯងទឹកដោះហ្នឹងគឺក៏ព្រាបទៅដូចជាការដែលយើងមានសិលរួចទៅមានសមថៈវិបស្សនាទៅយើងក៏បដិក្បាលទៅនឹងទ្រូងម៉ែអាហ្នឹងគឺថាជាយាមវិរិយៈបង្អោនចិត្តណាថាអរតវិរិយោបហេតតោហ្នឹងហើយបហេតតោបង្អោនចិត្តទៅដោយក្តីជាយាមហ្នឹងរហូតដល់ទៅបានបៅដោះម្ដាយហ្នឹងគឺរសជាតិនៃគឺថាសច្ចៈរសហ្នឹងសច្ចៈរសដែលវិបស្សនាហ្នឹងបានក្រេបសច្ចៈរសរហូតដល់ទៅអមតៈរសគឺព្រះនិព្វានណាទឹកដោះម្ដាយហ្នឹងក្នុងន័យព្រាបហើយយើងក៏កេងលក់នៅនឹងទ្រូងម៉ែហ្នឹងនឹងដោយព្រះអរិយបុគ្គលលោកចូលកម្មផលសមាបត្តិអញ្ចឹងដែលមានព្រះនិព្វានជាអារម្មណ៍ចឹងបានបៅដោះម៉ែទៅកំចាត់បងនៅតណ្ហាគឺការស្រេកឃ្លានបានបៃតេបាមកជាឆ្អែតទៅហើយក៏នៅក្នុងផលសមាបត្តិនឹងឯងមានព្រះនិព្វានជាអារម្មណ៍ជាអមតៈរសហ្នឹងឯងអាហ្នឹងគឺក្នុងការតែយើងនៅក្នុងផ្ទះគឺសមថវិបស្សនានៅក្នុងផ្លូវរបស់ម៉ែហ្នឹងហ្នឹងឯងហើយផ្ទះទី3គឺនិយាយពីវិហេរធម៌ណាមេត្តាបៃតាពុកនឹងខំណាម៉ៃដើមក្នុងគម្ពីរចេញទៅរកទូទានអីកន្លះឆ្នាំជាងហើយអត់មានទូរស័ព្ទទូរសារតំណែងតំណងអីទេបានតែសាកសួរអ្នកដែលទៅក្រោយហ្នឹងក្រុមគ្រួសារអីហ្នឹងហើយបារោះម្នាក់ហ្នឹងទៅរៀបការហើយទៅក៏ចេញទៅហើយភរិយាមានគោហើយក្រុមគ្រួសារហ្នឹងមិនពេញចិត្តអីផងចឹងទៅក៏ចោទប្រកាន់ថាតែមានគោជាមួយប្រុសណានៃអីចឹងដុកដាន់រហូតនៅផ្ទះអត់បានដែលចិត្តថាដើរទៅរកប្តីទៅថាប្តីមកវិញក៏ជួបតាមផ្លូវទៅដឹងចំណឹងថាប្តីទៅពីសាវត្ថីទៅឆ្ងាយហើយរទេះនោះមួយថ្ងៃបានតិចតែពេលតិចអីចឹងផងតែពេលថ្ងៃក្តៅត្រូវសម្រាកទៅយប់ខ្លះអីខ្លះហ្នឹងឯងមួយថ្ងៃបានតិចថ្ងៃបានតិចទៅវាឆ្ងាយលើរទេះឆ្វាយចុះឆ្វាយឡើងរាប់សិបយោជហ្នឹងឯងមានទៅខ្លះដល់ទៅរួយយោជអីផងចឹងហ្នឹងឯងហើយដល់ទៅពេលទៅក៏ឈឺពោះប្រសូតបុតនឹងសំណាក់តែឯងចឹងណាអត់មានឆ្មប់អត់មានអីណាណីទេចេះកើតបានដែរណាហ្នឹងឯងទុកលំបាកមែនទេណាផ្លូវកាយផងផ្លូវចិត្តផងហ្នឹងឯងហ្នឹងមានក្នុងប្រវត្តិរឿងធីកណីពនាងបលវណ្ណាលើកយកមកពីទុកលំបាកហ្នឹងឯងប៉ុន្តែបានបួសសម្រាប់មគ្គផលណាហ្នឹងឯងព្រះនាងបលវណ្ណាលើកមកហ្នឹងមិនមែនជាតួអង្គរបស់ព្រះនាងទេតែលើកពីធីកណីដតី
ហ្នឹងឯងមានស្ត្រីហ្នឹងហើយបានបួសសម្រាប់ព្រះអរហន្តជាព្រះអរហន្តតីហើយក៏បានពោលរឿងរ៉ាវហ្នឹងទៅបានព្រះនាងបលវណ្ណាលើកយកមកពោលបញ្ជាក់បន្ថែមហ្នឹងកើតកូនមកហ្នឹងកូនប្រុសហើយក៏ទុកសាលាហ្នឹងទៅរត់ទឹករត់ទឹកដើម្បីមកធ្វើការងារប្រសូតបុត្រហ្នឹងមកផ្លេតហ្នឹងអ្នករទេះធ្វើដំណើរមកឃើញកូនយកទៅបាត់ទៅណាហ្នឹងឯងអញ្ចឹងទៅវាអស់កូនទៅក៏មិនដឹងយល់ថាទៅរស់ប្តីយ៉ាងម៉េចមានកូនទៅគ្រាន់ថាកូនជាមួយគ្នាដល់អញ្ចឹងទៅក៏ដើរអត់គោលដៅទៅត្រូវចោលចាប់ហើយមេចោលហ្នឹងក៏ស្រឡាញ់យកធ្វើប្រពន្ធទៅបានកូនមួយទៀតកូនស្រីហើយនៅកូនហ្នឹងកើតមកបានធំអីគ្រាន់ហ្នឹងកូនហ្នឹងវាដួលផ្លាត់ទៅបែកក្បាលហើយឆ្លោះគ្នាមួយមេចៅនឹងណានៃរត់ចោលមេចៅនឹងចោលទាំងកូនស្រីនឹងទៅទៀតហ្នឹងឯងអូតមកនៅនឹងភូមិស្រុកហ្នឹងនៅទៅបានប្តីមួយទៀតគូកំសត់ណាស់ប្តីលើកក្រោយហ្នឹងមិនគឺនរណាគឺកូនប្រុសខ្លួនឯងដែលប្រសូតនៅសាលាសំណាក់ដែលគេយកមកចិញ្ចឹមធំហ្នឹងហ្នឹងឯងទៅតែធំពេញវ័យហ្នឹងហើយម្ដាយហ្នឹងវាឆ្លងកាត់ជាមួយចៅមួយអីហ្នឹងទៅមកនៅទៅចេះមានចិត្តស្រឡាញ់ឯងស្រឡាញ់បានគ្នាជាប្តីប្រពន្ធអញ្ចឹងណាប្រពន្ធចាស់ម៉ែហ្នឹងម៉ែបង្កើតហ្នឹងមិនមានដឹងគ្នាណាហ្នឹងហើយក្រោយមកហ្នឹងទៅក៏នៅទៅអាណិតប្តីក្មេងអីចឹងទៅក៏ថាទៅណាស្រឡាញ់យ៉ាងនេះឯណោះទៅប្តីហ្នឹងក៏បានប្រពន្ធមួយទៀតយកមកនៅជាមួយក៏ព្រមឲ្យនៅទៅហ្នឹងហើយក៏វាអាណិតថាប្តីក្មេងអីចឹងណាខ្លួនឯងក៏ឆ្លងកាត់រយៈមកហើយឥឡូវប្តីស្រឡាញ់បានក្មេងហ្នឹងមកមិនបានដល់ណាប្អូនស្រីខ្លួនឯងបង្កើតរឿងដល់ប៉ុណ្ណឹងញាតិញោមហ្នឹងហើយកូនខ្លួនឯងដែលទៅកើតជាមួយមេចៅហ្នឹងហើយចេះមកបងបង្កើតប្អូនបង្កើតចេះមកបានគ្នាជាប្តីប្រពន្ធទៀតគឺណាបានម៉ែខ្លួនឯងហើយបានប្អូនបង្កើតទៀតហ្នឹងហើយមើលរឿងវត្តដាក់ហ្នឹងដល់ប៉ុណ្ណឹងហើយដល់ទៅម៉ែហ្នឹងដល់ទៅវាអត់ប្រកែប្រកាន់អត់ប្រច័ណ្ឌអីចឹងទៅក៏ស្រឡាញ់ណាស្រឡាញ់នាងក្រោយហ្នឹងស្រឡាញ់រហូតដល់ទៅវាសក់ក្បាលរស់ចៃឲ្យមិនស្រឡាញ់ម៉ាក់មួមទេណាវាសក់ក្បាលរស់ចៃឲ្យវាឃើញអាស្នាមបែកសាកសួរប្រវត្តិទៅកូនខ្លួនឯងបង្កើតថាសង្វេកអស់យ៉ាងដល់ពេលហ្នឹងឯងបានរឿងប្តីហ្នឹងមិនដឹងគេថាដឹងឬក៏អត់ដឹងទេណាអត់ដឹងថាម៉ែឬក៏ប្អូនខ្លួនឯងទេហ្នឹងឯងម៉ែហ្នឹងក៏ដឹងរឿងចឹងវាសង្វេកនិយាយអត់ចាញ់កិច្ចតែខ្លួនឯងទៅបួសទៅបានសម្រាប់ព្រះអរហន្តហ្នឹងទៅម្ដាយហ្នឹងហ្នឹងឯងហើយមានរឿងចឹងហ្នឹងខ្ញុំណាគ្រាន់តែនឹកឃើញក៏ចាំរឿងហ្នឹងក៏លើកយកមករឿងវត្តសង្សារហ្នឹងចឹងវាមានប្រកម្មលកោសម្បាក់ក្នុងជីវិតប៉ុន្តែដោយសារមានពុទ្ធសាសនានេះហ្នឹងឯងបានជួយលួងលោមចិត្តឲ្យបានរួចរដោះចាក់ទុកទោសហ្នឹងឯងហើយហ្នឹងនិយាយពីរឿងថាវិហារធម៌របស់ឪពុកហ្នឹងចេញទៅរੂទួទានហ្នឹងរាប់ខែមួយឆ្នាំសឹងតែមិនបានមកផ្ទះហ្នឹងអាហ្នឹងនិយាយពីវិហារធម៌ណាអាហ្នឹងគឺពុទ្ធានុសតិធម្មានុសតិសង្ឃានុសតិសីលានុសតិចាគានុសតិនិងទេវតានុសតិអាហ្នឹងក្នុងបៃដកលេខ46ព្រោះណាហ្នឹងគឺជា
វិហេរធម៌របស់អរិយសាវកគឺព្រះសោតាបានហ្នឹងឯងហ្នឹងយើងនិយាយក្នុងន័យប្រៀបក៏ជាផ្ទះទី3ផ្ទះ1ក្នុងផ្ទៃនៃមេត្តាផ្ទះទី2គឺនៅលើផ្លូវម៉ែទាំងគូហ្នឹងឯងបង្អោនក្បាលទៅដើមទ្រូងម៉ែគឺបង្អោនទៅកាន់ព្រះនិព្វានណាដោយសមថវិបស្សនាហ្នឹងហើយក៏បានរៀបយកសច្ចៈរស់បរមត្តសច្ចៈរហូតដល់ទៅនិព្វានសច្ចៈហ្នឹងឯងចូលកម្មផលសមាបត្តិសោតាបត្តផលជាដើមមានព្រះនិព្វានជាអារម្មណ៍ហ្នឹងហើយកេងលក់ហ្នឹងណាហ្នឹងឯងផលសមាបត្តិហ្នឹងដូចជាយើងកេងលក់នៅនឹងទ្រូងម៉ែហ្នឹងអញ្ចឹងទៅបើដោះឆ្អែតហ្នឹងផលសមាបត្តិគេថាអសង្ហិរੰអសង្កបាំងតាំងវិធាមនុប្រូហយេហ្នឹងឯងហើយផ្ទះទី3វិហេរធម៌របស់មេដាបិតាហ្នឹងឯងបិតាក៏ក្នុងការដែលរੂទ្រព្យសម្បត្តិហ្នឹងហៅថាមេគ្រួសារណាហ្នឹងឯងភរិយាជាមេផ្ទះហ្នឹងឯងចឹងបានស្វាមីអីដែលខ្លាចតែមិនទូទៅប៉ុន្តែថាមានគាត់ហៅប្រពន្ធហ្នឹងថាគេណាគេអត់បានមកគេហ្នឹងមិនមែនគេដូចយើងគេអ្នកដតីគួរស្អេតទេណាអាហ្នឹងគេអ្នកដតីក្រៅពីយើងប៉ុន្តែដែលថាគេអត់បានមកគេគាត់ហ្នឹងគឺគួរស្អេដាក់ហឲ្យទន់ឃាតណាគេហ្នឹងគឺបានដីថាអ្នកផ្ទះហ្នឹងហើយមេគ្រួសារគឺខ្លួនគាត់ជាប្តីមែនប៉ុន្តែបើតលមានមេផ្ទះគឺភរិយាហ្នឹងមើលកូនមើលចៅចឹងបាននៅក្នុងមិត្តសូត្រក្នុងសក្កិតវៈហ្នឹងគឺព្រះពុទ្ធអង្គទ្រង់សម្ដែងនៅនឹងផ្ទះនិយាយពីមិត្តបើថានៅតាមផ្លូវទៅតាមអ្នករទេះអីហ្នឹងមានគ្នាជាអ្នកជំនួញជួញដូរហ្នឹងជាមិត្តប៉ុន្តែមេត្តាជាមិត្តក្នុងផ្ទះហ្នឹងព្រះពុទ្ធអង្គម្ដែងហើយនឹងមិត្តចម្លាញ់អីដែលជួយកិច្ចការទុក្ខរៈគ្នាទី3ហើយទី4ហ្នឹងគឺសយ៉ាងកតានិបញ្ញានិបុណ្យដែលប្រគល់ធ្វើដោយខ្លួនឯងតាំងមិត្តតាំងសម្បរាយកាំងបុណ្យនោះឯងគឺជាទីពឹងទៅក្នុងលោកខាងមុខហ្នឹងឯងបានជួយមិនឲ្យបដិសន្ធិវិញ្ញាណក្នុងអបាយភូមិអីហ្នឹងទេឲ្យបានត្រួតត្រងកាន់សុគតិភពដោយសារបញ្ញមិត្តនេះឯងចាមិត្តគឺបុណ្យហ្នឹងឯងហ្នឹងអញ្ចឹងគឺនិយាយពីវិហេរធម៌ណាទាំងមេត្តាទាំងបិតានឹងឯងចឹងដែលយើងក៏បីបាននឹករលឹកដល់ផ្ទះទី3របស់យើងហ្នឹងហើយបើយើងគិតមកប្រទេសក្នុងផ្លូវពធនេះវិញគឺវិហេរធម៌នឹងឯងដែលព្រះពុទ្ធអង្គសម្ដែងវិហេរធម៌របស់ព្រះរិយបុគ្គលរស់នៅជាធម្មតាហ្នឹងដាក់បាតប្រសង់រាល់ព្រឹកហ្នឹងហើយដល់វេនចង្ហាន់ក៏រួបរួមគ្នាទៅមកភូមិទៅអាហ្នឹងវិហេរធម៌ឯងគឺបានន័យថាជាជំរក់ដល់ប្រសើររបស់ចិត្តដែលយើងមានវិហេរធម៌រស់នៅនិច្ចសិលទៅថ្ងៃឧបោសថសមាទានឧបោសថបានចង្ហាន់មកវត្តមកហ្នឹងឯងស្ដាប់ធัวទៅហ្នឹងវិហេរធัวឯងប្រកដីនៃជីវិតរបស់យើងដាប់ធัวរៀនធัวហ្នឹងណាវិហេរធัวផ្លូវចិត្តដែលយើងនៅដោយសទ្ធានៅដោយបញ្ញាហ្នឹងហើយពុទ្ធានុសតិអនុសតិ6ជាភាវេតបធัวទាំងជាធัวដែលក៏បីចម្រើនដោយពុទ្ធានុសតិធម្មានុសតិសង្ឃានុសតិសីលានុសតិរលឹកសិលខ្លួនឯងណាហ្នឹងឯងរលឹកសិលប្រសង់ហ្នឹងទៅជាសង្ឃានុសតិទេសីលានុសតិត្រូវមានសិលខ្លួនឯង
ឲ្យមានបៃតេបាមួយជាមានសមាធិដែលមានសិលស្អាតល្អហ្នឹងទៅឲ្យទានដែលខ្លួនឯងបានធ្វើហើយនឹងបាននឹករលឹកដល់ទានហ្នឹងអញ្ចឹងទៅជាចាគានុសតិទៅមានផលច្រើនមានអានិសង្សអាចឲ្យសម្រេចទាំងសមថៈទាំងវិបស្សនាបានសម្រេចឈានទៅកាន់ព្រហ្មលោកក្នុងភាពជាព្រះអរិយបុគ្គលទៀតផងទានដែលមានផលច្រើនមានអានិសង្សច្រើនចាគានុសតិហ្នឹងមិនឲ្យសម្រេចបឋមឈានមែនប៉ុន្តែឧបនិស្ស័យដល់សមថៈដតីទៅមានមេត្តាអីទៅឬក៏អាណាបានុសតិទៅជាដើមហ្នឹងហ្នឹងឯងរួចទៅវិបស្សនាឲ្យសម្រេចសោតាបត្តមៈអញ្ចឹងទៅកាន់ព្រហ្មលោកអត់ត្រឡប់មកកើតនៅក្នុងកាមភពវិញទេឈាននឹងអត់សាបសូន្យទេទៅកាន់ព្រំជន់លើទៅសម្រាប់ព្រះរហ័តក្នុងឋានណាក៏បរិនិព្វានក្នុងឋាននឹងទៅនឹងព្រះអរិយបុគ្គលទៅកាន់រូបព្រំអរូបព្រំអត់ត្រឡប់មកកាន់កាមភពវិញក្នុងអត្តកថាទិដ្ឋិកថាបដិសម្ពិទាមៈខាងដើមបៃដកលេខ70ហ្នឹងហ្នឹងឯងហ្នឹងមានវិហារធម៌ហើយផ្ទះទី4គឺនិយាយពីលំនៅឋានដែលយើងនៅហ្នឹងមេដាបិតាចែកឋានទៅក៏បានផ្ទះគាត់នៅហ្នឹងហ្នឹងឯងយើងនៅទៅរហូតតែមានក្រុមគ្រួសារទៅក៏បែកផ្ទះអីចឹងណាទៅនៅខាងស្វាមីអីចឹងទៅឬក៏ថាអាចរស់ទូទានមានបានអីចឹងទៅក៏ធ្វើផ្ទះថ្មីអីចឹងទៅហ្នឹងឯងក៏ដូចតែមរតកម៉ែឪចឹងព្រោះយើងមានជីវិតមានចំណេះចេះដឹងមានមុខរបររកទទួលទានអីហ្នឹងយើងសិតតែជាប់មរតកពីម៉ែពីឪមកហើយទោះជាយើងខំប្រឹងរកទទួលទានមានបានអីក៏ដោយយើងអត់ជីវិតទេហើយភ្នែកជាដៃជើងយើងនឹងបានពីណាមកកុំឲ្យល្មិលគុណម៉ែឪកុំរបៀបដូចថាបរិភោគនំ5 6ដុំហើយអត់ឆ្អែតហើយទៅបន្ទោសនំហ្នឹងអញស៊ីតែមួយដុំអាទី7ហ្នឹងឆ្អែតតែហ្មងអា6ដុំមុនអត់បានការហ្នឹងឯងអាហ្នឹងគ្រាន់តែក្នុងន័យប្រៀបហ្នឹងឯងបានគេនេះឯណោះអីចឹងជួយឧបត្ថម្ភទំនុកបំរុងអីចឹងទៅដោយប្រការផ្សេងដល់ចឹងទៅមើលមិនឃើញគុណម៉ែឪធ្លាប់តែនៅមួយគាត់ហ្នឹងមិនតាន់មានបានអីចឹងទៅណាហ្នឹងឯងខ្លួនឯងនៅវាអាចរៀនទៅប្រកែទៅឆ្លាតទៅដល់ចឹងទៅមានអ្នករតីជួយឧបត្ថម្ភទំនុកបំរុងជួនកាលក៏មានទ្រព្យសម្បត្តិអីឲ្យទៅជួនកាលក៏មានកូនមានចៅអីឲ្យអីចឹងទៅដោយសារថាយើងឆ្លាតប្រកែមានឋានៈបនស័ក្តិអីចឹងហ្នឹងឯងរួចទៅអត់ឃើញគុណម៉ែឪក៏មានដែរតែម៉ែឪអ្នកស្រុកអ្នកស្រែអីចឹងទៅមិនឲ្យគាត់ទៅជួបអីទេខ្មាស់គេអីចឹងក៏មានដែរណាហ្នឹងឯងអាហ្នឹងរបៀបដូចថានំម្ដុំអត់ឆ្អែត2 3 4 5ដុំអត់ឆ្អែតអញ្ចឹងអត់បានការទេអា4 5ដុំមុនហ្នឹងអាមួយដុំក្រោយនេះពិសេសហ្មងឆ្អែតហ្នឹងឯងអាហ្នឹងយើងគិតឃើញហើយណាវាមិនដែលមួយដុំក្រោយហ្នឹងវាទៅឲ្យឆ្អែតអីបើអត់អា5 6ដុំមុនហ្នឹងឯងយ៉ាងណាមិញគឺថាបើអត់មេដាបិតាមកទេយើងបានស្អីជីវិតជីវ៉ាចំណេះចេះដឹងអីទាំងអស់ហ្នឹងអវយវៈភ្នែកជាមកដាបដៃជើងហ្នឹងតាំងពីអាស្រ័យជាតិបាយនំចំណីម៉ែឪគាត់ខំប្រឹងប្រែងរកទទួលទានមកគាត់ពិសាគាត់ថ្នាក់គាត់ធ្នមមិនហ៊ានពិសាអីគាត់ថាប្រៃទៅហិលទៅអីទៅវាលំបាកកូនអីហ្នឹងគឺព្រំវិហារក្រៃលែងណាមកខំប្រឹងថែរក្សាគួរហ្នឹងយើងមានជីវិតអវយវៈដៃជើងបេះដូងអីទាំងអស់ហ្នឹងគឺជាមរតករបស់គាត់ហ្នឹងឯងហើយមើលអាហ្នឹងគឺមគ្គរមិលគុណវាមានអញ្ចឹងហ្នឹងឯងអញ្ចឹងនិយាយពីរឿងគុណមេដាបិតាហ្នឹងក៏តេតួងទៅនឹងផ្ទះទី1ទី2ទី3ទី4នៅឋានតែយើងមានប្រដីនៅក្នុងជីវិតដោយវិហារធម៌ហើយយើងក៏បានវិបស្សនាណាហ្នឹងឯងអប់រំទៅឲ្យបានសម្រេចអរិយមគ្គទៅយើងបានសម្បត្តិព្រះនិព្វានហ្នឹងឯងហ្នឹងគឺ
ប្រៀបអីដូចថាយើងមានផ្ទះណាជាមរតករបស់ម៉ែឪឬក៏ផ្ទះដែលយើងបានធ្វើថ្មីអីរស់នៅមានក្រុមគ្រួសារអីហ្នឹងគឺយើងមិនអាចនៅកណ្ដាលវាលបានទេកណ្ដាលវាលកណ្ដាលថ្ងៃកណ្ដាលភ្លៀងអីហ្នឹងយ៉ាងណាមិញកណ្ដាលភ្លៀងគឺរាគៈកណ្ដាលថ្ងៃគឺទោសៈកណ្ដាលខ្យល់ព្យុះគឺមោហៈហ្នឹងហើយកណ្ដាលមូសសម្ោចសត្វសាហាវខ្លាដំរីអាសេរពឹសអីហ្នឹងគឺការភ័យខ្លាចហ្នឹងយើងមិនអាចនៅបានទេតើតែមានផ្ទះហ្នឹងហើយហ្នឹងហើយសោតាបត្តមៈជាដើមហ្នឹងដូចផ្ទះអញ្ចឹងណាហ្នឹងហើយដល់អញ្ចឹងទៅអាសេចក្តីទុក្ខដែលកើតមកអំពីសកាយៈទិដ្ឋិវិជេកឆាសីលបត្តបរាមាសៈនេះអាដីទុក្ខដែលកើតមកពីការប្រកាន់ខ្លួនយើងនេះដែលធ្វើឲ្យមគ្គខរមិលគុណធ្វើឲ្យកំណាញ់ធ្វើឲ្យចំណែនធ្វើឲ្យព្រៀបផ្ទឹមនឹងអ្នកដទៃធ្វើឲ្យខ្វល់រវល់ប្រកាន់ខ្លួនឯងហ្នឹងសេចក្តីទុក្ខច្រើនបែបច្រើនប្រការណាស់របៀបដូចយើងរវល់ជាមួយសមោលវាមានចាំបាច់ទៅថែរក្សាសមោលអីយើងដឹងតែសមោលនឹងវាជាស្អីយើងមានចាំបាច់រស់បាយរស់ទឹកអីមិនមែនខ្លួនយើងឯណាទៅរស់សម្លៀកបំពាក់អីទៅខឹងគោក្របីដើរជន់លើសមោលនឹងថាជន់លើយើងទៅគប់ទៅកវែងឆ្លោះមួយគោក្របីកាយឆ្មានឹងអានឹងតលតែមនុស្សវិកលចរិតអីចឹងទៅហើយយើងមនុស្សជាតិនេះមកនៅក្នុងមលុបតិចភ្លៀងមកប្រាវមិញភ្លៀងហ្នឹងហើយយើងមានតែទឹកអីណាបើយើងមានសេនាសនៈហ្នឹងមានផ្ទះហ្នឹងយើងនៅផ្ទះក៏ជ្រក់ផ្ទះទៅយ៉ាងណាមិញដល់តែពេលដូចថាយើងនៅកណ្ដាលវាលហ្នឹងកណ្ដាលភ្លៀងកណ្ដាលថ្ងៃភ្លៀងរលឹមទាំងយប់នៅមាត់ទឹកភ្លៀងរលឹមមកឆ្លើងឡើងមកទៀមទៀតហ្នឹងហើយអត់មានអីប្រក់ទៀតអញ្ចឹងវាលំបាកដល់តែពេលយើងរੂប្រាក់បានទិញផ្ទះដែលយើងបាននៅក្នុងផ្ទះអាសេចក្តីទុក្ខលំបាកដែលនៅកណ្ដាលវាលហ្នឹងវាឈប់ពាល់ត្រូវហើយយ៉ាងណាមិញដល់ពេលបានសោតាបត្តមៈទៅអាសេចក្តីទុក្ខព្រោះការប្រកាន់ហ្នឹងឈប់កើតមានសម្រាប់ព្រះសោតាបានហើយព្រះសោតាបានហ្នឹងលោកបានផ្ទះគឺសោតាបត្តមៈអញ្ចឹងទៅមានសេចក្តីសុខបរមសុខគឺព្រះនិព្វានណាលោកបានបរមសុខទាំងរស់ហ្នឹងបានសេចក្តីសុខក្នុងព្រះនិព្វានទាំងរស់ហ្នឹងមិនមែនតតែស្លាប់ទៅបាននិព្វានទេណាគឺសេចក្តីទុក្ខដែលកើតមកពីការប្រកាន់សកាយៈទិដ្ឋិវិជេកឆាសីលបត្តបរាមាសៈដីទុក្ខដែលកើតមកពីបញ្ញវរិយដីទុក្ខទៅកាន់អបាយភូមិអីទាំងអស់ហ្នឹងឈប់កើតមានសម្រាប់ព្រះសោតាបានហើយសេចក្តីទុក្ខដែលជាវត្តដាក់ទុក្ខហ្នឹងមិនកើតណាត្រង់មិនកើតណានឹងគឺព្រះនិព្វានអនុបាទៈនិរោធរិសច្ចៈហ្នឹងឯសេចក្តីសុខផ្លូវចិត្តដែលព្រះសោតាបានមានដូចជាវិហេរធម៌អីអាហ្នឹងគឺក្តីសុខតាមផ្លូវចិត្តមានសទ្ធាសិលសតៈចាគៈបញ្ញាអីចឹងទៅសេចក្តីសុខហ្នឹងជាសុខហើយប្រះចាកទោសល្អហើយថានៅជាព្រះសេកបុគ្គលក៏អប់រំចម្រើនទៀតដើម្បីឲ្យបានសម្រេចព្រះអរហត្តមគ្គទៅព្រះអរហន្តក៏នៅដោយវិហេរធម៌ទៅហ្នឹងគឺសេចក្តីសុខប៉ុន្តែមិនមែនព្រះនិព្វានទេសេចក្តីសុខហ្នឹងនៅក្នុងការប្រែប្រួលវិបរិណាមៈប្រែប្រួលវិបរិណាមតុក្ខជាសុខមែនប៉ុន្តែទុក្ខលក្ខណៈត្រង់មិនទៀងជាទុក្ខហ្នឹងឯងប៉ុន្តែជាសេចក្តីសុខផ្លូវចិត្តចិត្តវិវេកចូលឈានសមាបត្តិទៅចូលផលសមាបត្តិទៅបានសម្រេចឈានបានសម្រេចអរិយមគ្គអីហ្នឹងចិត្តជាសុខមិនមែនព្រះនិព្វានទេព្រះនិព្វានមិនមែនតួចិត្តទេណាប៉ុន្តែការមិនកើតឡើងនៅវត្តទុក្ខដោយសោតាបត្តមៈបានកាត់នៅកិលេសវត្តៈកម្មវត្តៈវិបាកវត្តៈទៅសេចក្តីទុក្ខដែលជាវត្តទុក្ខហ្នឹងមិនកើតមានដល់ព្រះសោតាបានព្រះសក្កទាគាមីព្រះអនាគាមីព្រះអរហន្តហ្នឹងឯងវត្តដោបច្ឆេតោហ្នឹងឯងគឺព្រះនិព្វានហ្នឹងគឺជាផ្ទះទី4ហើយពុទ្ធបរិស័ទយើងបានដោយថាយើងមានមេត្តាបិតាមកក៏ផ្ទះទី1នៅក្នុងផ្ទៃនៃមេត្តានេះបានដោយថាយើងយកនៅក្នុងនៃព្រាបគឺយើងមានសិលណាមានសិលតាំងគួរឲ្យបានល្អអញ្ចឹងទៅអប់រំរឿយទៅបាននាំឲ្យចម្រើនសមថវិបស្សនាដូចយើងកើតមកនៅលើផ្លូវនៃមេត្តាហ្នឹង
នឹងឯងបានបាយដោះម្ដាយហ្នឹងហើយផ្ទះទី3វិហេរធម៌របស់មេដាបិតាហ្នឹងយ៉ាងណាមិញគឺវិហេរធម៌របស់ចិត្តដែលយើងអប់រំវិហេរធម៌ណាហ្នឹងហើយដោយអនុសតិ6ហ្នឹងដែលព្រះពុទ្ធអង្គសម្ដែងចំពោះសក្យមហានាមវិហេរធម៌របស់ព្រះរិយសាវកជាព្រះសោតាបានទៅអីពុទ្ធបរិស័ទយើងកល្យានថយជនក៏ចេះតែអប់រំអនុសតិតាមនឹងអញ្ចឹងទៅហ្នឹងឯងrồi យើងស្ដាប់ពធនេះចូលក្នុងធម្មានុសតិដែលយើងទទួលយកសេចក្តីពធហ្នឹងយល់ដឹងទៅចម្រើនបញ្ញាមានទាំងសមថៈមានទាំងវិបស្សនាឧបនិស្ស័យគ្រប់បានសម្រេចមគ្គផលពេលដែលកំពុងស្ដាប់ពធហ្នឹងក៏បានដែរព្រោះមានធម្មានុធម្មបរិបត្តិព្រឹត្តទៅដោយសិលដោយសមាធិដោយបញ្ញាលោកយៈឲ្យសម្រេចលោកុត្តរៈហ្នឹងហើយដល់តែពេលបានសម្រេចលោកុត្តរៈទៅបានអរិយមគ្គសោតាបត្តមគ្គសកតាគាមិមគ្គអនាគាមិមគ្គនិងអរហត្តមគ្គហ្នឹងគឺជាផ្ទះដែលរួចផុតអំពីវត្តទុក្ខហ្នឹងហើយនាំមកនៅព្រះនិព្វានដែលជានិរោធអរិយសច្ចៈហ្នឹងរហូតដល់ព្រះអរហន្តបរិនិព្វានដោយអនុបាទិសេសនិព្វានចុតិចិត្តចុងក្រោយរបស់ព្រះអរហន្តហ្នឹងមិនជាបច្ច័យនៃការកើតនឹងបញ្ញខណ្ឌហ្នឹងមិនទៀងជាទុកមានការកើតរលត់ហ្នឹងបញ្ញខណ្ឌណាប៉ុន្តែដំណើរជីវិតរបស់សត្វលោកនេះតាំងពីនៅជាបឋមជនហ្នឹងរហូតមកជាព្រះអរិយបុគ្គលរហូតដល់ទៅជាព្រះអរហន្តហ្នឹងវត្តដល់ទុកហ្នឹងរមែងដាច់អស់ត្រឹមចុតិចិត្តហ្នឹងអនុបាទិសេសនិព្វានថាដាច់កិលេសអស់ដោយអរហត្តមគ្គអាហ្នឹងសឧបាទិសេសនិព្វានគឺការមិនកើតឡើងនៅវត្តទុក្ខហ្នឹងឯងមានកិលេសវត្តដាក់រហូតដល់ទៅក្តីទុក្ខដែលជាវិបាកវត្តដាក់ហ្នឹងក៏ត្រូវឈប់កើតណាបន្ទាប់អំពីចុតិចិត្តនៃបក្ខីណាស្របហ្នឹងទៅគឺថាมันមានការកើតឡើងនៅវត្តទុក្ខហ្នឹងឯងដែលជាវត្តដោបច្ឆេតោការកាត់អស់នៅវត្តដាក់ហ្នឹងជាឈ្មោះនៃព្រះនិព្វានដែលសន្មតមួយអង្គម្នាក់ដែលបានសម្បត្តិព្រះនិព្វានហ្នឹងគឺសន្មតទៅលើកសែនៃវត្តដាក់តើតែយើងដឹងវត្តដាក់ហ្នឹងហើយសន្មតថាជាបុគ្គលហ្នឹងបានយើងអាចដឹងរូបធម៌នាមធម៌អត់មានអត្តាសត្វបុគ្គលអីទេមានតែកសែនៃវត្តដាក់ហ្នឹងកិលេសនាំឲ្យកើតកម្មនាំឲ្យមានវិបាកដេកសន្ធិតភពជាតិកំណើតទៅបានវិបស្សនាញាណឲ្យដឹងការកាត់នៅវត្តដាក់ហ្នឹងមានការមិនប្រព្រឹត្តទៅនៃវត្តដាក់ហ្នឹងឯងគឺជាការអស់សេចក្តីទុក្ខការរួចផុតចាកទុក្ខទាំងពួងទាំងសូមអនុមោទនាកណាទុក្ខធុហ្នឹងហើយបានពធជាង1ម៉ោងនិតអីបានចូលរួមហើយនឹងអានប្រាក់បុជាពធអីពុទ្ធបរិស័ទចូលរួមក្នុងបុណ្យការប្រាក់ហ្នឹងដោយក្តីជ្រះថ្លាពុទ្ធបំពោឯងម៉ែប្រមូលប្រាក់បុជាពធទាំងអស់ហ្នឹងទៅឲ្យបាន4លានណាហ្នឹងហើយបានចូលរួមក្នុងពិធីបុណ្យការ